សូមអ្នកមាសការថ្វាយបង្គំដល់ប្រជុំ3នៃបត្រៃរដ្ឋក៏ដូចជាសូមគោរពនិងជម្រាបសួរទៅដល់បងប្អូនដែលប្រើប្រាស់នៅបណ្ដាញសង្គមទាំងអស់អ្នកទាំងគ្នាថ្ងៃនេះវិលមកជួបខ្ញុំសារជាថ្មីចេញពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍគំនិត TDCC Center អ្នកទាំងគ្នាថ្ងៃនេះខ្ញុំមានបញ្ហាពីរអ្នកទាំងគ្នាដែលទី1គឺតាក់ទងជាមួយនឹងការពិចារនិងការនឹករលឹកដល់សេចក្តីស្លាប់ឲ្យបានរឿយអ្នកទាំងគ្នាទី2ខ្ញុំឆ្លើយសំណួរពីបងប្អូនយើងតាក់ទងជាមួយនឹងការធ្វើបុណ្យបញ្ជូនកុសលទៅឲ្យអ្នកដែលបានចែកឋានទៅអ្នកទាំងគ្នាថាតើការបញ្ជូនទៅគឺបានបុណ្យកុសលនឹងបានទៅដល់គាត់ដែរឬទេអ្នកទាំងគ្នាអញ្ចឹងសំណួរនេះដូចជាខ្ញុំធ្លាប់បាននិយាយនៅក្នុងវីដេអូខ្ញុំមុនហើយអ្នកទាំងគ្នាសំណួរទី2នេះតែខ្ញុំគ្រាន់តែបញ្ជាក់បន្ថែមអញ្ចឹងបញ្ជាក់បន្ថែមសម្រាប់អ្នកដែលគាត់អត់ទាន់បានដឹងអំពីរឿងទាំងអស់នេះឲ្យគាត់បានជ្រាបអ្នកទាំងគ្នាឲ្យគាត់បានជ្រាបអ្នកទាំងគ្នាទី1អ្នកទាំងគ្នាមនុស្សមួយចំនួនគិតថាកុំគិតរឿងសេចក្តីស្លាប់នៅពេលណាដែលយើងគិតរឿងសេចក្តីស្លាប់ប្រៀបដូចជាការដាក់ទំនាយខ្លួនឯងអ្នកទាំងគ្នាប្រៀបដូចជាការដាក់ទំនាយខ្លួនឯងឲ្យខ្លួនឯងមានអាយុខ្លីអីចឹងទៅអ្នកទាំងគ្នាឲ្យខ្លួនឯងមានអាយុខ្លីអីចឹងទៅអ្នកទាំងគ្នាអានេះគឺជាការគិតរបស់យើងមួយផ្នែកអ្នកទាំងគ្នាគឺជាការគិតរបស់យើងមួយផ្នែកអ្នកទាំងគ្នាប៉ុន្តែនៅក្នុងពធគឺព្រះលោកឲ្យយើងពិចារណាក៏ដូចជានឹករលឹកទៅដល់សេចក្តីស្លាប់នឹងឲ្យបានរឿយអ្នកទាំងគ្នាឲ្យបានរឿយអ្នកទាំងគ្នាអញ្ចឹងហើយបានជានៅពេលដែលមានកម្មវិធីមង្គលការឬក៏កម្មវិធីបុណ្យអីគេអញ្ជើញខ្ញុំទៅគឺខ្ញុំតែងតែនិយាយចំណុចហ្នឹងអ្នកទាំងគ្នាខ្ញុំតែងតែនិយាយចំណុចហ្នឹងអ្នកទាំងគ្នាហើយអ្នកខ្លះគិតថាខ្ញុំនិយាយចឹងទៅជារឿងអពមង្គលឬក៏ជាការដាក់ទំនាយឲ្យអ្នកនេះអ្នកនោះអីគាត់មានអាយុខ្លីឬក៏គាត់មានបញ្ហាមិនមែនទេអ្នកទាំងគ្នាអញ្ចឹងអ្នកដែលគិតបែបហ្នឹងបានន័យថាអ្នកអត់យល់ធម៌អ្នកដែលខ្លាចនៅសេចក្តីស្លាប់អ្នកទាំងគ្នាខ្លាចនៅសេចក្តីស្លាប់អ្នកទាំងគ្នាអញ្ចឹងការពិចារណានិងការនឹករលឹកទៅដល់សេចក្តីស្លាប់ឲ្យរឿយគឺជារឿងដែលល្អអ្នកទាំងគ្នាពីព្រោះវាធ្វើឲ្យយើងអត់ខ្លាចសេចក្តីស្លាប់ទេអ្នកទាំងគ្នាយើងមិនមែនត្រឹមដឹងថាយើងម្នាក់ត្រូវស្លាប់ទេសត្វលោកនីមួយនឹងត្រូវស្លាប់ទេអញ្ចឹងវាធ្វើឲ្យយើងអត់ខ្លាចនៅសេចក្តីស្លាប់អ្នកទាំងគ្នាអត់តក់ស្លុតអ្នកទាំងគ្នាអត់រន្ធត់ជាមួយនឹងសេចក្តីស្លាប់ដែលឈានចូលមកដល់អ្នកទាំងគ្នាដែលឈានចូលមកដល់អ្នកទាំងគ្នាអញ្ចឹងយើងពិចារណារឿយអញ្ចឹងទៅអ្នកទាំងគ្នាហើយអ្វីដែលសំខាន់ទៀតនៅពេលណាដែលយើងឧស្សាហ៍ពិចារណារឿយអំពីសេចក្តីស្លាប់នេះអ្នកទាំងគ្នានឹករលឹកទៅដល់សេចក្តីស្លាប់អ្នកទាំងគ្នានៅពេលដែលសេចក្តីស្លាប់នឹងចូលមកដល់អ្នកទាំងគ្នាទាំងខ្លួនឯងក្តីឬក៏មនុស្សជាទីស្រឡាញ់ក្តីគឺយើងអត់សូវកើតទុក្ខទេអ្នកទាំងគ្នាពីព្រោះពិចារណាយើងបានពិចារណារឿយសតិរបស់យើងរំលឹកខ្លួនឯងរឿយអ្នកទាំងគ្នាថាយើងនឹងត្រូវស្លាប់នៅពេលណាមួយដោយហេតុបច្ច័យអីមួយអញ្ចឹងនៅពេលដែលរឿងទាំងអស់នឹងចូលមកដល់គឺយើងអត់តក់ស្លុតទេអ្នកទាំងគ្នាយើងអត់មានការភ័យខ្លាចទេយើងអត់មានការបារម្ភទេអ្នកទាំងគ្នាបង្ក្រាន់តែមុននឹងស្លាប់បើសិនបើយើងមានរឿងណាដែលមិនទាន់ដោះស្រាយបានអ្នកទាំងគ្នាអញ្ចឹងយើងគួរតែពឹងសាច់ញាតិបងប្អូនប្រពន្ធប្តីឪពុកម្ដាយអីចឹងទៅកូនអីចឹងទៅឲ្យដោះស្រាយរឿងនឹងជំនួសយើងឲ្យរួចឬក៏ពឹងគេឲ្យដោះស្រាយឲ្យយើងផងអ្នកទាំងគ្នាដើម្បីអីដើម្បីឲ្យយើងអស់កង្វល់អ្នកទាំងគ្នាអស់កង្វល់នៅពេលដែលយើងដឹងថាយើងរៀបស្លាប់អ្នកទាំងគ្នាយើងរៀបស្លាប់អ្នកទាំងគ្នាសេចក្តីស្លាប់បើនិយាយដោយពូលជាវោហាអ្នកទាំងគ្នាឬក៏ពូលដោយសន្មតបានន័យថាយើងបាត់ពីផែនដីនេះទៅអ្នកទាំងគ្នាបុគ្គលនេះបុគ្គលនោះជាអ្នកបាត់ពីផែនដីនេះទៅអ្នកទាំងគ្នាប៉ុន្តែបើយើងនិយាយជាបរមត្តគឺមាននិយាយជាការពិតអ្នកទាំងគ្នាគឺមានន័យថាបាត់វិញ្ញាណអ្នកទាំងគ្នាបាត់វិញ្ញាណអ្នកទាំងគ្នាអញ្ចឹងមនុស្សយើងរស់នៅហ្នឹងអញ្ចឹងអត់មានណាអ្នកបាត់ទេអ្នកទាំងគ្នាអត់មានណាអ្នកបាត់ទេអត់មានយើងឯណាអ្នកបាត់ទេអ្នកទាំងគ្នាអត់ពីព្រោះមនុស្សយើងម្នាក់រស់នៅហ្នឹងគឺអាស្រ័យចិត្តវិញ្ញាណនឹងឯងអញ្ចឹងយើងស្ដាប់ឮយើងដឹងក្លិនយើងដឹងរសអ្នកទាំងគ្នាយើងមើលឃើញត្រឹមតែវិញ្ញាណនឹងឯងអ្នកទាំងគ្នាត្រឹមតែវិញ្ញាណចិត្តវិញ្ញាណនឹងឯងដែលជាអ្នកដឹងចិត្តវិញ្ញាណនឹងឯងដែលធ្វើ
ឲ្យយើងចេះនឹកគិតរឿងនេះរឿងនោះបញ្ហានេះបញ្ហានោះដែលវាឆ្លងតាមវាចូលតាមគេហៅថាទ្វារទាំង6របស់យើងមានខាងក្នុងនិងខាងក្រៅអ្នកតាគ្នាឬក៏យើងនិយាយថាអាយតនៈទាំង6នឹងឯងអ្នកតាគ្នាអញ្ចឹងការស្លាប់គឺជាការបាត់វិញ្ញាណអ្នកតាគ្នាកាត់បាត់វិញ្ញាណឬក៏យើងនិយាយមកបែបទៀតថាបញ្ចខណ្ឌបែកធ្លាយអ្នកតាគ្នាបញ្ចខណ្ឌបែកធ្លាយអ្នកតាគ្នាពាក្យថាបញ្ចខណ្ឌបែកធ្លាយបានន័យថាវាដាច់ជីវតន្ត្រីអ្នកតាគ្នាដាច់ជីវតន្ត្រីដែលជាអង្គនៃជរានិងមរណៈអញ្ចឹងអ្នកតាគ្នាពាក្យថាស្លាប់គឺមានន័យថាបញ្ចខណ្ឌបែកធ្លាយដែលវាដាច់នៃជីវតន្ត្រីអ្នកតាគ្នាជីវតន្ត្រីដែលវាជាអង្គនៃជរានិងមរណៈអ្នកតាគ្នាជរានិងមរណៈអ្នកតាគ្នាមរណៈនេះគឺសំដៅដល់ការដាច់ជីវតន្ត្រីនឹងឯងអ្នកតាគ្នាដែលមានការតគ្នាពីបដិសន្ធិទៅដល់ចុតិអ្នកតាគ្នាចុតិអ្នកតាគ្នាអញ្ចឹងបានន័យថាវិញ្ញាណរបស់យើងនឹងគឺរលត់ទាំងអស់អ្នកតាគ្នាចិត្តរបស់យើងគឺរលត់បានន័យថាវាលែងកើតអ្នកតាគ្នានៅពេលដែលយើងចូលដល់ចុតិហើយអ្នកតាគ្នានៅពេលដែលយើងចុតិអ្នកតាគ្នាពីព្រោះចិត្តមួយខណៈចុងក្រោយអ្នកតាគ្នាចិត្តមួយខណៈចុងក្រោយអញ្ចឹងកាលដែលយើងនិយាយថាយើងរស់នៅបាននឹងអ្នកតាគ្នាបានន័យថាយើងរាប់តាំងពីយើងបដិសន្ធិអ្នកតាគ្នាទៅដល់ចុតិអ្នកតាគ្នាទៅដល់ចុតិមានន័យថាម៉េចមានន័យថាវិញ្ញាណអ្នកតាគ្នាបញ្ចខណ្ឌនឹងគឺអត់ទាន់បែកធ្លាយបានន័យថាវិញ្ញាណនឹងគឺវាអត់ទាន់រលត់អ្នកតាគ្នាខ្ញុំនិយាយនេះខ្ញុំបញ្ជាក់កន្លែងនេះថាវិញ្ញាណរលត់អ្នកតាគ្នាឬក៏ចិត្តរលត់នឹងវាមិនមែនមានន័យថាទាល់តែយើងស្លាប់ទៅបានវារលត់ទេអ្នកតាគ្នាបញ្ចខណ្ឌយើងបែកធ្លាយទៅបានវារលត់ទេអ្នកតាគ្នាអញ្ចឹងចិត្តវិញ្ញាណនេះគឺវារលត់កើតរលត់អ្នកតាគ្នាកំឡុងពេលដែលយើងនៅរស់គឺវាកើតរលត់ដូចគ្នាអ្នកតាគ្នាគ្រាន់តែថាវារលត់វិញ្ញាណចាស់វាមានវិញ្ញាណថ្មីកើតឡើងបន្តទៀតប៉ុន្តែដល់ពេលយើងស្លាប់បានន័យថាវារលត់វិញ្ញាណនឹងគឺវាលែងកើតមានវិញ្ញាណអីទាំងអស់អ្នកតាគ្នាវិញ្ញាណថ្មីក៏វាលែងកើតមានពីព្រោះបញ្ចខណ្ឌគឺបែកធ្លាយអស់ហើយអ្នកតាគ្នាបញ្ចខណ្ឌគឺបែកធ្លាយអស់ហើយអ្នកតាគ្នាអញ្ចឹងអ្នកខ្លះអត់យល់ណាអ្នកខ្លះជានិយាយតែដដែលខ្ញុំដឹងហើយថាសត្វលោកឬក៏ជីវិតមនុស្សម្នាក់ត្រូវស្លាប់ប៉ុន្តែសួរថាមូលហេតុអីបានស្លាប់គឺអត់ដឹងទេអ្នកតាគ្នាអញ្ចឹងមនុស្ស 99% គឺអត់ដឹងទេអ្នកតាគ្នាដឹងតែត្រឹមថាស្លាប់ចុងក្រោយនៅតែស្លាប់ប៉ុន្តែហេតុអីបានស្លាប់គឺអត់ដឹងទេអ្នកតាគ្នាអញ្ចឹងខ្ញុំបញ្ជាក់ថាស្លាប់ដោយសារតែការបាត់វិញ្ញាណបានន័យថាបាត់វិញ្ញាណនឹងបាត់រហូតអ្នកតាគ្នាវាអត់កើតរលត់ទៀតណាបើយើងនៅរស់វិញ្ញាណនឹងក៏វាកើតរលត់ដែរប៉ុន្តែគ្រាន់ថាវារលត់វិញ្ញាណចាស់វាកើតវិញ្ញាណថ្មីបន្តគ្នាអ្នកតាគ្នាបានយើងអាចរស់នៅបានប៉ុន្តែដល់ពេលយើងស្លាប់បានន័យថាវិញ្ញាណនឹងវារលត់វាអត់កើតទៀតកើតអ្នកតាគ្នាវាមិនអាចកើតទៀតបានណាអ្នកតាគ្នាពីព្រោះបញ្ចខណ្ឌគឺបែកធ្លាយអ្នកតាគ្នាបញ្ចខណ្ឌគឺបែកធ្លាយអ្នកតាគ្នាអានឹងសំណួរទី1ចំណុចទី1អ្នកតាគ្នាចំណុចទី2យើងដឹងហើយថាបងប្អូនយើងដែលមានជំនឿជាពិសេសអ្នកគោរពនឹងជឿទៅលើពុទ្ធសាសនានឹងគឺគាត់តែងតែធ្វើបុណ្យកុសលឧទ្ទិសដល់អ្នកស្លាប់អ្នកតាគ្នាជាពិសេសនៅពេលមុនកម្មវិធីបុណ្យសំខាន់ដូចជាចូលឆ្នាំដូចជាប្រជុំនេះគឺគាត់ឧស្សាហ៍ក្នុងការធ្វើហើយគាត់ឧស្សាហ៍ក្នុងការនិមន្តព្រះសង្ឃទៅបាំងស្កូលនៅតាមចែកដីនៅតាមទីកន្លែងបញ្ចុះសពឬក៏ទីកន្លែងជាភ្នូលអីចឹងណាអ្នកតាគ្នាដើម្បីអីដើម្បីឧទ្ទិសបុណ្យកុសលនឹងទៅឲ្យអ្នកដែលគាត់បានស្លាប់ដែលជាសាច់ញាតិរបស់យើងក្តីអញ្ចឹងទៅអ្នកតាគ្នាក្តីអញ្ចឹងទៅអ្នកតាគ្នាអញ្ចឹងក្នុងនេះបញ្ជូនដល់ឬមិនដល់គឺមានរូបភាព2អ្នកតាគ្នាទី1ប្រសិនបើគាត់បានន័យថាគាត់ទៅបដិសន្ធិគាត់ទៅចាប់កំណើតចាប់ភពជាសត្វដេរិឆានឬក៏នៅក្នុងនរកប្រែតអវជ័យហ្នឹងគឺអត់ដល់ទេអ្នកតាគ្នាជាពិសេសសត្វដេរិឆានអ្នកតាគ្នាគឺយើងធ្វើបុណ្យឧទ្ទិសទៅគឺអត់ដល់ទេអ្នកតាគ្នាគឺអត់ដល់ទេអ្នកតាគ្នាពីព្រោះសត្វបុណ្យកុសលដែលយើងទទួលបានទាល់តែយើងចេះអនុមោទនាបុណ្យកុសលនឹងដោយចិត្តជ្រះថ្លា
អ្នកតាគ្នាអានឹងខ្ញុំសូមបញ្ជាក់អ្នកតាគ្នាអញ្ចឹងបើសិនបើយើងអត់ចេះអនុមោទនាបុណ្យកុសលនឹងដោយចិត្តជ្រះថ្លាទេបុណ្យកុសលនឹងយើងអត់អាចទទួលបានទេទោះបីជាគេបញ្ជូនឬក៏គេចែកបុណ្យកុសលនឹងមកឲ្យយើងក៏ដោយអ្នកតាគ្នាខ្ញុំឧទាហរណ៍បើសិនបើគាត់ស្លាប់ហើយគាត់ទៅកើតបានន័យថាកំណើតជាសត្វដេរិឆានអ្នកតាគ្នាសត្វដេរិឆានសត្វឆ្កែសត្វឆ្មាអីអញ្ចឹងអ្នកតាគ្នាអញ្ចឹងសួរថាគាត់ចេះបានន័យថាគាត់ចេះឬក៏គាត់ដឹងអំពីបុណ្យកុសលដែលយើងបញ្ជូនទៅទេអត់ទេអ្នកតាគ្នាអត់ទេអ្នកតាគ្នាហើយគាត់ចេះអនុមោទនាបុណ្យកុសលដែលយើងបញ្ជូនទៅទេអត់ទេអ្នកតាគ្នាអត់ទេអ្នកតាគ្នាអញ្ចឹងបុណ្យកុសលដែលយើងតែងតែធ្វើដើម្បីបញ្ជូនទៅកាន់អ្នកស្លាប់ហ្នឹងអ្នកតាគ្នាលកឹកណាតែគាត់បានចាប់ភពឬក៏គាត់អត់ទាន់ចាប់កំណើតទេប៉ុន្តែគាត់ទៅនៅក្នុងភពណាមួយដែលគាត់អាចអនុមោទនាគាត់អាចដឹងបានថាអូគេសាច់ញាតិបងប្អូននឹងធ្វើបុណ្យបញ្ជូនកុសលទៅឲ្យគាត់ហើយអញ្ចឹងគាត់ដឹងហើយគាត់អនុមោទនាបុណ្យកុសលនឹងអញ្ចឹងបានគាត់ទទួលបាននៅបុណ្យកុសលនឹងអ្នកតាគ្នាទទួលបាននៅបុណ្យកុសលនឹងអ្នកតាគ្នាអានឹងមួយអ្នកតាគ្នាអញ្ចឹងមួយទៀតការធ្វើបុណ្យឧទ្ទិសដល់អ្នកដែលគាត់ស្លាប់ទៅអ្នកតាគ្នាគឺមិនមែនមានន័យថាវាបង្កើតប្រយោជន៍ត្រឹមតែអ្នកដែលគាត់បានស្លាប់ទៅទេអ្នកតាគ្នាគឺយើងដែលអ្នកនៅរស់នឹងក៏បានប្រយោជន៍ពីការធ្វើបុណ្យកុសលនឹងដែរអ្នកតាគ្នាអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងយើងធ្វើបុណ្យកុសលយើងឧស្សាហ៍បានន័យថាចំណុចសំខាន់ដំបូងគឺយើងឧទ្ទិសសម្រាប់ខ្លួនឯងហើយស្រេចអ្នកតាគ្នាឧទ្ទិសសម្រាប់ខ្លួនឯងហើយស្រេចអ្នកតាគ្នាអញ្ចឹងយើងឧទ្ទិសចង់បានបែបណាអ្នកតាគ្នាចេញអំពីបុណ្យកុសលដែលយើងបានធ្វើអ្នកតាគ្នាពីព្រោះបុណ្យកុសលនេះយើងមិនអាចរំពឹងអ្នកដទៃក្រៅពីខ្លួនឯងបានច្រើនពេកនោះទេអ្នកតាគ្នាខ្ញុំលើកឧទាហរណ៍ដូចជាឪពុកម្ដាយគាត់បានន័យថាគាត់មានកម្មបច្ច័យអីធ្ងន់ធ្ងរអីមួយគាត់មានកូនដែរប៉ុន្តែកូននឹងអត់យកចិត្តទុកដាក់ក្នុងការធ្វើបុណ្យកុសលនឹងជូនគាត់អ្នកតាគ្នាទាំងកំឡុងពេលដែលគាត់មានជីវិតនិងកំឡុងពេលដែលគាត់ស្លាប់ទៅអ្នកតាគ្នាអញ្ចឹងកន្លែងហ្នឹងបើសិនបើយើងអត់បានធ្វើបុណ្យកុសលឧទ្ទិសឲ្យខ្លួនឯងប្រាថ្នាសម្រាប់ខ្លួនឯងឲ្យរួចរាល់ទេអញ្ចឹងយើងរំពឹងតែកូនដែលមានលក្ខណៈអញ្ចឹងគឺយើងបានន័យថាយើងអត់ទទួលបានទេយើងអត់ទទួលបានអីទាំងអស់អ្នកតាគ្នាកូនខ្លះសាច់ញាតិខ្លះគឺអត់រវល់ទេអ្នកតាគ្នាអត់រវល់ទេពីព្រោះគាត់ឥឡូវជាប់ទៅលើរឿងអកុសលមួយចំនួនហើយគាត់អត់ជឿទៅលើបុណ្យបាបកម្មផលអីចឹងទៅអ្នកតាគ្នាអញ្ចឹងយើងត្រូវមានភាពវៃឆ្លាតកន្លែងនឹងក្នុងការធ្វើបុណ្យអានឹងចំណុចនឹងខ្ញុំអាសាបញ្ជាក់ណាអ្នកតាគ្នាខ្ញុំអាសាបញ្ជាក់អ្នកតាគ្នាអញ្ចឹងនេះជាការឆ្លើយបញ្ជាក់បន្ថែមចំពោះសំណួរទី2អ្នកតាគ្នាចំណុចមួយទៀតអ្នកតាគ្នាអ្នកមិនខ្វល់រឿងនយោបាយអ្នកខ្លះកើតទុកអ្នកតាគ្នាអ្នកខ្លះកើតទុកអ្នកតាគ្នាកើតទុកឧទាហរណ៍ថាស្ថានភាពនយោបាយនៅក្នុងប្រទេសឬក៏ពិភពលោកកំពុងតែតានតឹងអញ្ចឹងហើយអ្នកខ្លះអត់ខ្វល់អញ្ចឹងទៅអ្នកដែលខ្វល់នេះទៅខឹងអ្នកដែលមិនខ្វល់អ្នកតាគ្នាទៅខឹងទៅបន្ទុះទៅស្អប់អ្នកដែលមិនខ្វល់ហេតុអីបានប្រទេសជាតិពិភពលោកម្លឹងហើយអត់យកចិត្តទុកដាក់ក្នុងការសិក្សាតាមដានទៅលើបញ្ហានយោបាយឬក៏បញ្ហាសន្តិសុខពិភពលោកឬក៏ប្រទេសរបស់ខ្លួនអីចឹងទៅតំបន់របស់ខ្លួនអីចឹងទៅអ្នកតាគ្នាបើយើងគិតអញ្ចឹងយើងអត់ទាន់យល់ធម៌ទេអ្នកតាគ្នាយើងអត់ទាន់យល់ធម៌ទេអ្នកតាគ្នាអានឹងវាមិនខុសអីពីថាហេតុអីបានការពិតនៅលើโลกនេះចាំបាច់មានមនុស្សល្អមនុស្សអាក្រក់